hai mà ba đâu đi rồi ba mò thốn đi tao với mới rồi mà thôi rồi mà này lịch mặt á ngọt rồi បាត់ខ្លួនចំនួន 23 នាក់ក្នុងករណីលិចទូកជនជាតិចិននៅលំហសមុទ្រចន្លោះប៉ោយសារឿងនិងកោះតាងសមត្ថកិច្ចបានឲ្យដឹងថាទូកមួយគ្រឿងដែលមានមនុស្សជិះច្រើនអ្នកជាជនជាតិចិនបានលិចនៅក្នុងលំហសមុទ្រចន្លោះប៉ោយសារឿងនិងកោះតាងវេលាម៉ោង 4 ល្ងាចថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2022 ក្រោយទទួលបានព័ត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹកនិងក្រមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្គ្រោះក្នុងនោះជាបឋមសមត្ថកិច្ចនិងក្រមសង្គ្រោះជួយសង្គ្រោះមនុស្សបានចំនួន 18 នាក់និងបន្តស្វែងរកបន្ថែមទៀតតាមប្រភពដដែលបានបន្តទៀតថាជនរងគ្រោះនៅបាត់ខ្លួនដែលតាមសមត្ថកិច្ចបញ្ជាក់ថានៅបាត់ខ្លួនចំនួន 23 នាក់ទៀតនេះបើតាមការបំភ្លឺពីអ្នកចូលរួមដំណើរនៅលើទូកឈ្មោះជាងគួយសៀងជនជាតិចិនភេទប្រុសជាតំណាងជនរងគ្រោះដែលបានលិចទូកនោះបានប្រាប់សមត្ថកិច្ចថាទូកនេះបានធ្វើដំណើរចេញពីប្រទេសចិនពីកំពង់ផែខ្វាងជូវតាមរយៈកប៉ាល់លឿនមួយគ្រឿងសាក់សីក៏បានលើកឡើងទៀតថាពួកគេបានចេញដំណើរតាំងពីថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2022 ហើយបានសាងមកទូកឈើមួយគ្រឿងនៅអំឡុងថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2022 នៅសមុទ្រអន្តរជាតិជាមួយតែកុងជនជាតិខ្មែរចំនួន 2 នាក់និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2022 ម្សិលមិញនេះទៀតសោកទូកឈើនោះខូចក៏ចាប់ផ្ដើមលិចបន្តិចម្ដងទើបមានទូកនេសាទមួយគ្រឿងប្រភេទទូកអូសពណ៌បៃតងនិងមានមនុស្សចំនួន 6 នាក់បានមកទទួលយកតែកុងខ្មែរ 2 នាក់នោះចេញទៅបាត់ដោយទុកតែអ្នកដំណើរនៅលើទូកក្រោយមកទូកនេះក៏បានលិចបាត់នៅកណ្ដាលសមុទ្រទោះជាយ៉ាងនេះក្តីករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តនិងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន